ឧបត្ថម្ភដល់តែលោកអញ្ញាអានមកឌីលោកអញ្ញាអានមកឌីកាលពីយើងទី1ទី2ហ្នឹងគឺសំខាន់ណាស្រស់ស្អាតយ៉ាងល្បឿនទាំងឯកសណ្ឋានបាទអីលើដកហើយបងដកហើយណាបាទគៀនជ្រៃស្រីស្រស់ឈ្មោះក៏ប្រូដែរណាគៀនជ្រៃស្រីស្រស់បាទមកពីកំពង់សៀមដកឆ្ងាយហើយបាទដកឆ្ងាយមែនទែនបាទកំពុងតែបន្ថែមលបឿនចំណែកឯបាទដីដុសសែនជ័យបារមីព្រះអង្គខ្មៅបាទដែលទទួលបានការឧបត្ថម្ភពីអាដាមអ៊ុំចន្ទាបាននៃគណៈបាទខេត្តកំពង់ចាមបាទឥឡូវនេះកំពុងអូបាទដកច្រើនណាស់ជិតពាក់កណ្ដាលទូបាទជិតពាក់កណ្ដាលទូនោះឃើញចំណុចឃើញតែចង្វាទេណោះចង្វាកំពុងតែអុកឲ្យចាក់យូរដើម្បីឲ្យចំណុចនោះបានបន្ថែមនៅបច្ចេកទេសបាទដើម្បីដាច់អូដកចិត្តអាចនឹងដាច់ទៀតណាអាចបាទចង់និយាយថាមកគាត់គួរដាច់ហើយដាច់បាត់ហើយបាទគៀនជ្រៃស្រីស្រស់អាយ៉ាដាច់តិចម្ដងហើយកំពុងសៀមកំពុងចាមបាទលេងជាមួយនឹងក្រុមកំពុងចាមបាទឥឡូវមកដាច់បាត់តែម្ដងបាទអមិញនេះប្រហាក់ប្រហែលគ្នាទេបាទឃើញថានាំមុខតាមមួយខ្ទង់ពីរខ្ទង់ទេបាទឥឡូវមកដល់មុខវេទិកាកេតយុបាទឃើញទូកមុនក្រោយបាត់បាទឥឡូវនេះបាទគឺគៀនជ្រៃស្រីស្រស់បាទទទួលបានជ័យជំនះហើយបាទទៅលើបាទទូកបាទដីដុសសែនជ័យបារមីព្រះអង្គខ្មៅនៅក្នុងជើងទី3ចាលោក